វត្តអរញ្ញរាំងសីហៅវត្តកម្មជីវិតលបាញ់ល្បីនិងស័ក្តិសិទ្ធិអ្នកស្បត់ស្បែកគ្រាន់តែលឺញ័រជើងញ័រដៃព្រឺរោមខ្ញាក់តែម្ដងបាទ Channel វត្តអារាមធัวសូមគោរពអនុញ្ញាតអញ្ជើញបងប្អូនទាំងអស់មកស្គាល់នៅវត្តកម្មអរញ្ញរាំងសីបាទបងប្អូនអាចធ្វើដំណើរតាមផ្លូវជាតិលេខ6ចេញពីក្រុងសៀមរាបទៅដល់ស្រុកពួកបត់ស្ដាំតាមផ្លូវក្រស៊ូរហូតទៅដល់មានខ្លោងទ្វារវត្តមួយសរសេរថាវត្តកម្មអរញ្ញរាំងសីនៅខាងឆ្វេងដៃតែថ្ងៃនេះខ្ញុំបាទធ្វើដំណើរចេញពីមុខប្រាសាទអង្គរវត្តឆ្លងកាត់ផ្សារភូមិភាគនៅត្រង់ចំណុចផ្សារភូមិភាគមានផ្លូវកស៊ូមួយបត់ឆ្វេងឆ្លងកាត់តាមភូមិខ្វៀននិងភូមិគោកច័ន្ទហៅថាផ្លូវកូរ៉េរីកូមកដល់ស្ពានមួយយើងក្រឡេកទៅខាងស្ដាំដៃត្រពាំងត្រង់ចំណុចនោះហៅថាត្រពាំងខ្យងទៅមុខបន្តិចមានផ្លូវបេតុងយើងបត់ឆ្វេងដៃបាទបត់ឆ្វេងដៃចូលភូមិគោកបេងធ្វើដំណើរតាមភូមិគោកបេងសង្កេតឃើញថាតាមដងផ្លូវបងប្អូនយើងយកចិត្តទុកដាក់ស្រឡាញ់នៅបរិស្ថានពុំសូវជាមាននៅសម្រាមតាមដងផ្លូវប៉ុន្មាននោះទេបាទធ្វើដំណើរឆ្លងកាត់ភូមិគោកបេងហើយនឹងទៅដល់ភូមិគោកថ្នោតនិងឆ្លងកាត់ភូមិពៀមនិងភូមិគោកពោរហូតទៅដល់ភូមិតាស្នែនៅតាមដងផ្លូវសង្កេតឃើញថាបងប្អូនកសិករកំពុងតែមមាញឹកក្នុងការប្រមូលផលស្រូវបាទពេលនេះកំពុងតែធ្វើដំណើរឆ្លងកាត់នៅភូមិរហាលនិងភូមិគោកភ្នៅដល់ភូមិគោកភ្នៅនៅខាងមុខបន្តិចយើងនឹងបត់ឆ្វេងបាទចូលទៅតាមខ្លោងទ្វារវត្តកម្មឬវត្តកម្មអរញ្ញរាំងសីធ្វើដំណើរបន្តឆ្លងកាត់នៅភូមិអង្គទុគុណដើម្បីឆ្ពោះទៅកាន់វត្តកម្មបាទប្រសិនបើយើងធ្វើដំណើរចេញពីក្រុងសៀមរាបឆ្លងកាត់មុខប្រាសាទអង្គរវត្តមកដល់វត្តកម្មនេះប្រើរយៈពេលជិត1ម៉ោងដូច្នេះបើបងប្អូនមានបំណងចង់ទៅស្គាល់វត្តកម្មចេញពីក្រុងសៀមរាបតាមផ្លូវជាតិលេខ6ដល់ស្រុកពួកបត់ស្ដាំតាមផ្លូវកស៊ូមកដល់វត្តកម្មដោយប្រើរយៈពេលប្រមាណជា30នាទីបាទមិនយូរប៉ុន្មាននឹងទៅដល់វត្តកម្មតើនៅក្នុងវត្តកម្មមានហេដ្ឋារចនាសម្ព័ន្ធព្រះវិហារសាលាឆាន់កុដិសម្រាប់ព្រះសង្ឃគង់នៅដែលជាពិសេសជាងនោះទៅទៀតនោះគឺជាកន្លែងស្បត់ស្បែកបាទសូមរំលឹកផងដែរថាបាទជាទូទៅការស្បត់ឬស្បត់ប្រណិធានព្រះមហាក្សត្រប្រធានាធិបតីព្រឹទ្ធសភារដ្ឋសភាគណៈរដ្ឋមន្ត្រីតុលាការព្រមទាំងស្ថាប័នរដ្ឋសំខាន់នៅលើពិភពលោកនេះមុនចូលកាន់តំណែងតែងតែរៀបចំពិធីស្បត់ប្រណិធានជាមុនសិនទៅតាមទំនៀមទម្លាប់ជំនឿនិងសាសនារៀងខ្លួនតែសម្រាប់ព្រះពុទ្ធសាសនាវិញពុំអប់រំឲ្យមនុស្សជឿទៅលើអ្វីដែលពុំច្បាស់លាស់មិនប្រកបវិជ្ជាទេគឺសិក្សាស្វែងយល់ទៅលើកម្មនិងផលបាទសូមគោរពអនុញ្ញាតជម្រាបជូនប្រវត្តិវត្តអរញ្ញរាំងសីហៅវត្តកម្មស្ថិតនៅក្នុងភូមិតកម្ម
ឃុំដូនកាវស្រុកពួកខេត្តសៀមរាបដែលមានចម្ងាយពីក្រុងសៀមរាបប្រមាណជាង20គីឡូម៉ែត្របាទវត្តនេះត្រូវបានកសាងឡើងនៅក្នុងឆ្នាំ1001ដោយលោកតាឈ្មោះចិនកម្មជាពុទ្ធបរិស័ទចំណុះជើងវត្តនេះបបហេតុដែលនាំឲ្យហៅឈ្មោះវត្តថាវត្តអរញ្ញរាំងសីហៅវត្តកម្មនេះព្រោះមានពុទ្ធបរិស័ទឈ្មោះចិនកម្មដែលបានឆ្លងមកពីប្រទេសចិនមករស់នៅទីនេះបានសុខដុមរមនាហើយស្បត់ស្បែបន់ថាបើបានដល់ប្រទេសខ្មែរនឹងកសាងវត្តមួយដើម្បីទុកជាសក្ការៈបូជានិងដឹងគុណព្រះពុទ្ធពធព្រះសង្ឃចាប់តាំងពីពេលនោះមកមុនឆ្នាំ1975វត្តនេះបានទទួលការអនុញ្ញាតពីលោកបេឃុំដូនកែវនិងលោកអភិបាលស្រុកពួកដឹកនាំដោយលោកតាចិនកម្មនិងពុទ្ធបរិស័ទចំណុះជើងវត្តហើយបញ្ចុះសីមាដោយព្រះគ្រូចៅអធិការព្រះនាមលាស់ហ៊ិនក្រោយថ្ងៃរំដោះ7មករាឆ្នាំ1979លោកបេឃុំដូនកែវស្វាយហុងអភិបាលស្រុកពួកពេជ្រសុខាល័យនិងឯកឧត្តមសុភិរមអភិបាលនៃគណៈអភិបាលខេត្តសៀមរាបនិងឯកឧត្តមអ្នកអង្គញាសៀងណាំតំណាងរាជមណ្ឌលសៀមរាបជាអធិបតីក្នុងការបញ្ចុះខន្ធសីមាសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការរួមមានព្រះវិហារកុដិនិងផ្លូវចូលវត្តផងដែរបាទត្រង់នេះហើយគឺជាកន្លែងស្បត់ស្បែកដ៏ស័ក្តិសិទ្ធិនៅខាងក្រោយព្រះវិហារវត្តកម្មបាទការស្បត់ស្បែកឬស្បត់បនិធានភាគច្រើនគឺទៅលើការបន្ទុកចិត្តគ្នាមានការស្បត់ដោយមានលោកអាចារ្យជាសាក្សីឬព្រះសង្ឃតែភាគច្រើនព្រះតេជគុណព្រះអង្គតែងតែនិមន្តបិណ្ឌបាតនៅពាក្យសម្បត្តិពីញាតិញោមដែលមកស្បត់នោះគឺមិនចង់ឲ្យញាតិញោមស្បត់ស្បែកឡើយព្រោះអីវត្តកម្មនេះស័ក្តិសិទ្ធិណាស់តាមការសិក្សាស្រាវជ្រាវនៅសម័យដើមខ្មែរទទួលឥទ្ធិពលពីសាសនាព្រាហ្មណ៍ឬជឿទៅលើអាទិទេពបាទ Channel វត្តអារាមទួក៏ត្រូវត្រង់ណាសូមមេត្តាខន្តីអភ័យទោសនិងសូមអរគុណ